ប្រជាពលរដ្ឋមន្ត្រីរាជការដែលរស់នៅក្នុងស្រុកបន្សៃប្រតិកម្មរឿងទាលុយថ្លៃស៊ីបេនរថយន្តឡានខ្ញុំតូចឡានខ្ញុំជីខ្ញុំបងផ្លូវនេះហើយបងពងគេថ្មីតំណប់ជាងខ្លួនឯងទៀតឡានលុយស៊ី500ចិត្តគេបងតែពូនផ្លូវបងស៊ីមានច្បាប់ដល់ស្រុកច្បាយស្រុកច្បាយខេត្តទួលស្គាល់បើណៃខ្ញុំបងមានណៃខុសទាឡានខ្ញុំបងរហូតតានេះតានេះខេត្តរតនគិរីស្រុកវិនស័យបញ្ហាផ្លូវដែលធ្វើដំណើរពីក្រុងបានលុងខេត្តរតនគិរីឆ្ពោះទៅស្រុកវិនស័យមិនទាន់ដោះស្រាយធ្វើជូនបងប្អូនប្រជាពលរដ្ឋបានល្អនៅឡើយផងឥឡូវចូលមកដល់រឿងទាលុយថ្លៃប៉ាស៊ីបេនរថយន្តដែលធ្វើដំណើរទៅមកក្នុងស្រុកវិនស័យក្រុងបានលុងទៀតប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលបម្រើការងារនៅស្រុកវិនស័យជារឿយៗតែងតែត្អូញត្អែគ្រប់ពេលវេលាមិនថារដូវប្រាំងឬរដូវវស្សានោះទេផ្លូវមួយខ្សែនេះលំបាកយូរឆ្នាំមកហើយខែប្រាំងក្រឡុកដីហុយខែវស្សាក្រឡុកដីរអិលពិបាកក្នុងការធ្វើដំណើរពីស្រុកទៅខេត្តពីខេត្តមកស្រុកជារឿយៗពួកគាត់តែងតែស្នើសុំទៅរដ្ឋាភិបាលនៅគ្រប់វេទិកាសាធារណៈប្រព័ន្ធផ្សព្វផ្សាយតាមរយៈរដ្ឋបាលខេត្តរតនគិរីសូមឲ្យជួយកសាងផ្លូវមួយខ្សែនេះឲ្យបានល្អធ្វើអំពីកៅស៊ូក៏បានចាក់បេតុងក៏បានប៉ុន្តែជាលទ្ធផលមិនបានតតែសោះតែបែរជាបានក្រុមហ៊ុនមកដាក់ប៉ុស្តិ៍ទារប៉ាស៊ីបេនរថយន្តទៅវិញប្រជាពលរដ្ឋដែលបានប្រើប្រាស់ផ្លូវមួយខ្សែនេះបានត្អូញត្អែថាក្រុមហ៊ុនទារប៉ាស៊ីរថយន្តដែលកំពុងដាក់ទីតាំងនៅត្រង់ចំណុចផ្លូវបំបែកចូលក្រុមហ៊ុនម៉ាំងយ៉ាងខេវៀតណាមស្ថិតនៅភូមិវងឃុំកាជូនស្រុកបន្សៃខេត្តរតនគិរីបានទារលុយគ្រប់រថយន្តទាំងអស់មិនថាឡានតូចឬរថយន្តធំនោះទេសូម្បីតែរថយន្តទេសចរក៏យកលុយដែរកាលពីថ្ងៃទី16ខែតុលាឆ្នាំ2025វេលាម៉ោង11ថ្ងៃត្រង់ប្រជាពលរដ្ឋម្នាក់បានប៉ះទង្គិចពាក្យសម្ដីជាមួយលោកកឹមឆេនដែលជាបុគ្គលិកកំពុងឈរជើងទារលុយថ្លៃប៉ាស៊ីរថយន្តឲ្យដឹងថាឡានម៉ាក់អីក៏គេទៅបងពុនដែរអត់មានខុសច្បាប់ទេព្រោះខ្ញុំបងប៉ាស៊ីមានច្បាប់ដល់ស្រុកច្បាយស្រុកច្បាយខេត្តទួលស្គាល់បើណៃខ្ញុំបងមានណៃខុសពាក់ព័ន្ធទៅនឹងករណីនេះនៅព្រឹកថ្ងៃទី17ខែតុលាឆ្នាំ2025លោកកឹមឆេនបានផ្ដល់បទសម្ភាសន៍មកដល់អ្នកសារព័ត៌មានថាការចោទប្រកាន់របស់ប្រជាពលរដ្ឋទាំងអស់នោះគឺមិនពិតនោះទេជាពិសេសម្ចាស់រថយន្តដែលបានប៉ះទង្គិចពាក្យសម្ដីជាមួយលោកកាលពីថ្ងៃទី16កន្លងមកលោកថាក្រុមហ៊ុនទារប៉ាស៊ីបេនរថយន្តដែលមានរូបលោកជាអ្នកយកលុយផ្ទាល់មិនបានយកលុយពីរថយន្តទេសចរនោះទេមិនតែប៉ុណ្ណោះលោកបានលើកលែងច្រើនណាស់ដែលមិនយកលុយនោះដូចជារថយន្តសាំយ៉ុងដឹកភ្ញៀវរបស់ស្រុកបន្សៃទៅមកក្រុងបានលុងខេត្តរតនគិរីរថយន្តរបស់ក្រុមហ៊ុនម៉ាំងយ៉ាងខេវៀតណាមក៏មិនបានយកដែរតាក់ស៊ីឬក៏ដឹកតំណែងទៅមករាល់ថ្ងៃយើងយកឡានដឹកគោដឹកក្របីដឹកមាន់ដឹកទាដឹកជ្រូកឲ្យតែដឹកតំណែងទូទៅគឺខ្ញុំយកខ្ញុំថាអញ្ចេះឡានបើបងពុនផ្លូវវិញចង់លុចស៊ី500ចិត្តម៉ាក់អ្វីក៏ត្រូវតែបងដែរពុនផ្លូវតែបើប៉ាស៊ីបែនបាទបងពុនផ្លូវបាទតែបើសិនជាឡានរថតាក់ស៊ីគឺបងនៅស្រុកវឿនស័យគឺរថនៅខាងវឿនស័យស្រុកវឿនស័យគឺបងវឿនស័យរថខាងលំផាត់បងស្រុកលំផាត់ឡានស្រុកអូយដៅបងអូយដៅឡានបោកែវបងបោកែវឡានស្រុកដងមាសបងដងមាសហ្នឹងគេមានបេនចែកតាមស្រុកបងប្រភេទឡានមកបាំងកាឡាគាត់ដឹកតំណែងដឹកជាប្រេងដឹកជាទឹកសុទ្ធដឹកជាអីចឹងទៅខ្ញុំក៏ហៅគាត់គាត់ថាអត់ឲ្យបងទេមានគេថាអត់ឲ្យបងទេឡានហ្នឹងខ្ញុំថាអូបើអត់បងខុសហើយឡានឲ្យតែដឹកតំណែងគឺត្រូវតែបងប៉ាស៊ីជូនរត់ហើយព្រោះខ្ញុំដេញពីរត់ខ្ញុំសុំលើកហេតុផលទាំងអស់ដូចជាឡានស្រុកវឿនស័យក៏អត់បងឡានក្រុមហ៊ុនម៉ាំងយ៉ាងក៏អត់បងឡានស្រាបៀរកម្ពុជាក៏អត់បងឡានទឹកកកក៏អត់បងជាមធ្យមយកទៅមួយថ្ងៃបាន4-5ម៉ឺនអស់ហើយគិតជាថ្ងៃមួយខែ1លានកន្លះបាទច្រើនមែនតែនថា1លាន60 1លាន70ចុះអស់ច្រើនបាទអត់ដល់2លានទេបាទមួយខែក្នុងមួយខែអញ្ចឹងបាត់ចំណូលអញ្ចឹងបានខ្ញុំសុំសំណូមពរឲ្យខាងរដ្ឋបាលក៏ដូចជាអាជ្ញាធរជួយសហការផងព្រោះខ្ញុំវាបាត់ចំណូលយកអត់បានទេព្រោះឡានខ្លះឈប់ក៏ឈប់បងក៏បងឡានខ្លះអត់ក៏អត់ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលជាប្រជាកសិករប្រកបមុខរបរកសិកម្មរស់នៅក្នុងស្រុកបន្សៃ
បានលើកឡើងដដែលជាដដែលថាផ្លូវមិនបានល្អផ្លូវលំបាកលំបិនហើយឆ្លៀតមកដាក់ក្រុមហ៊ុនយកលុយថ្លៃរថយន្តពីប្រជាពលរដ្ឋទៀតតើមិនឲ្យប្រជាពលរដ្ឋណាដែលមិនកើតអារម្មណ៍ក្តៅក្រហាយនោះប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅតែសំណូមពរដដែលជាដដែលថាសូមឲ្យថ្នាក់ដឹកនាំមេត្តាជួយសាងសង់ផ្លូវក្រាលកស៊ូឬផ្លូវចាក់បេតុងជូនពួកគាត់ឲ្យបានល្អផងនិងសំណូមពរសូមឲ្យថ្នាក់ដឹកនាំខេត្តមេត្តាពិនិត្យដកក្រុមហ៊ុនទារថ្លៃប៉ាស៊ីបេរថយន្តចេញពីស្រុកវិនស័យចេញវិញទៅដោយពួកគាត់បានលើកឡើងជាមូលហេតុថាទី1ប្រជាពលរដ្ឋកំពុងតែជួបវិបត្តិសេដ្ឋកិច្ចទីទល់ក្រទី2ផ្លូវធ្វើដំណើរពិបាកខ្លាំងចំណាយថ្លៃជួសជុលរថយន្តអស់ច្រើនពេលខូចម្ដងហើយក៏ងាយខូចដែរព្រោះអីផ្លូវក្រឡុកខ្លាំង